សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានទូរស័ព្ទមួយដ៏ពិសេសមែនទែនហើយរូបរាងកាយ design គឺស្អាតខ្លាំងហើយកាមេរ៉ាខាងក្រោយនេះមាន3គ្រាប់ហ្មងណាស្ទូចស្ដើងមែនទែននេះស្ដើងហើយពណ៌របស់វាគឺពណ៌ស្អាតមែនទែនណាពណ៌លេចធ្លោនេះគឺជា Honor Magic X Pro Air នេះមានរូបភាព design គឺស្ដើងស្អាតបាទតូចមកល្មមកាន់ប៉ុណ្ណេះមកល្មមកាន់ប៉ុណ្ណេះមកល្មមកាន់ប៉ុណ្ណឹងនៅក្នុងដៃខ្ញុំកាន់នេះបងប្អូនអធិស្ឋានក្នុងដៃខ្ញុំកាន់នេះគឺមានទំហំ storage បាទ 512G ដោយវាមាន RAM 16បូកឲ្យ 16G ទៀតជាប្រភេទ Honor RAM 2 Pro បាទហើយសម្រាប់ទំហំថ្មវិញគឺធំ 5500 មីលីអង្ពែបងប្អូនណាដោយសារអីរូបរាងវាស្ដើងប៉ុណ្ណឹងមិនអាចយកថ្មធំបានទេប៉ុន្តែរូបរាងស្ដើងប៉ុណ្ណឹងថ្មដល់ 5500 មិនធម្មតាដែរបងប្អូនហើយវាមានថែម chip មួយទៀតគឺ chip Power Enhanced Chip Honor E2 បងប្អូនអញ្ចឹងវាជួយជំរុញឲ្យទូរស័ព្ទនេះមានល្បឿនកាន់តែលឿនជាងមុនវាប្រើ chip ដែលធំគោនោះគឺវាជាប្រើ chip Dimensity 9500បងប្អូនបាទហើយសម្រាប់ការ design ខ្ញុំស្រឡាញ់បងប្អូនណាភាពធន់ភាពអីគឺស្អាតមែនទែនហើយពណ៌នេះកាន់ទៅលេចធ្លោអត់សូវមានប្រើទេជាមួយនឹងទូរស័ព្ទហ្នឹងអត់សូវមានប្រើទេហើយកាមេរ៉ារបស់វាខ្ញុំតេស្តគោលខ្ញុំមិនអាចតេស្តបានទាំងអស់ទេបងប្អូនណាតេស្តគោលទេប៉ុន្តែយើងចង់ដឹងថាវាថតមិនដែរយើងអត់មាន object មនុស្សយើងចង់ថតមនុស្សតែសារយើងអត់អាចសុំគេថតយកទៅដាក់ផុសបានទេអញ្ចឹងយើងថតតែ object ធម្មតាតិចផុសសាកមើលតើវាល្អប៉ុណ្ណាបាទខ្ញុំដឹងថាប្រភេទនេះថតរូបសាច់មនុស្សគឺល្អមែនតើតាក់ទងជាមួយមនុស្សណាតាក់ទងមិនថាថតទេសភាពមិនថតរូប object អីផ្សេងគឺល្អបាទឥឡូវខ្ញុំសាកមកបើកកាមេរ៉ាមើលបងប្អូនតើវាល្អប៉ុណ្ណាដែរឥឡូវខ្ញុំថតជាមួយនឹងស្លឹកធម្មជាតិមួយនេះខ្ញុំដាក់គៀកបងប្អូនណាដាក់គៀកតិចបងប្អូនឥឡូវខ្ញុំដើរ74mm ស្មើនឹង 3.2 គុណបងប្អូនបាទឥឡូវខ្ញុំបើកមើលតើវាឲ្យភាពច្បាស់យ៉ាងណាដែរបងប្អូននេះភាពច្បាស់របស់វាគឺល្អមែនទែនហើយវាកាត់ scale background ដាច់ល្អមែនទែនដែលថតទៅលើ object ខ្ញុំថតទៅលើរុក្ខជាតិបងប្អូនតែបើមនុស្សខ្ញុំអត់ទាន់បានតេស្តទេដោយសារយើងមកដល់កន្លែងនេះយើងអត់អាចសុំគេតេស្តបានទេដោយសារយើងមកតែឯងអត់មានគេហៅថាអត់មានគេហៅថា model អញ្ចឹងណាបាទឥឡូវថតថា10គុណចុះបងប្អូននេះ10គុណ 9.4 គុណណានេះស្គៀលដាច់ស្អាតល្អមែនទែនបងប្អូនជាមួយនឹង Honor Magic X Pro Air បាទកប់របស់វាដែរហ្នឹងឥឡូវខ្ញុំសាកទៅមើលនៅវីដេអូមើលបងប្អូន smooth អត់ឥឡូវខ្ញុំសាកចូលទៅដាក់ 4K វិញបងប្អូនដាក់ 4K 30 frame បានហើយបាទឥឡូវថត 4K បងប្អូនណា smooth ល្អមែនទែនណាញាក់សាច់បាទញាក់សាច់កាន់ទៅ smooth បងប្អូនយើងកាន់ទៅ smooth មែនទែនបាទ smooth មែនទែនជាមួយនឹងវីដេអូរបស់វាវ៉ាវមិនធម្មតាបងប្អូនណាមិនធម្មតាឥឡូវខ្ញុំសាកចង់ដឹងមើលតើទូចស្ដើងអញ្ចឹងស៊ូមបានប្រហែលគុណដែរបងប្អូនវ៉ាវស៊ូមទៅដល់kiaលើមុខបងប្អូនយ៉ាស៊ូមឃើញស្នូលកាអាវគឺច្បាស់ទេ100គុណបងប្អូនមិនធម្មតាទេណាទូចតែមៀតទេណាមិនទូចទេវាស្ដើងបាទស្ដើងល្អមែនទែនហើយទូចល្មមស្រួលកាន់បងប្អូនណាវ៉ាវញាក់សាច់ហើយ color tone ចេញពីទូរស័ព្ទ Magic X Pro Air នេះទៅគឺញាក់សាច់របស់វាដែរហ្នឹងបងប្អូនណាឥឡូវខ្ញុំ zoom ទៅលើផ្កានេះមើលវ៉ាវគាត់តែប៉ុណ្ណេះវាឲ្យ portrait ដាច់ស្អាតមែនទែនបាទសូមបងប្អូនមានតម្រូវការឆាតបានណាតម្លៃពិសេសមែនទែនបាទមិនតម្លៃពិសេសប៉ុន្តែមិនមែនធូរបងប្អូនណាអរគុណ